ពេលអ្នកធ្លាក់ខ្លួនគឺជាឱកាសដ៏ល្អបំផុតមិនត្រូវគិតតែពីរឿងអវិជ្ជមាននោះទេត្រូវតែចេះចាប់យកឱកាសព្រោះពិភពលោករបស់អ្នកពេលនេះគឺអ្វីពិតទាំងអស់អ្នកដែលជេរអ្នកមើលងាយអ្នករអ៊ូរទាំចំពោះអ្នកឬស្រឡាញ់យកចិត្តទុកដាក់ជួយជ្រោមជ្រែងចំពោះអ្នកពួកគេលែងចាំបាច់សម្ដែងទៀតហើយមនុស្សដែលអ្នកជួបគឺជាមនុស្សពិតរឿងដែលអ្នកជួបប្រទះគឺជារឿងពិតពាក្យដែលអ្នកឮគឺជាពាក្យពិតទាំងអស់ត្រូវតែឆ្លៀតឱកាសពេលដែលមនុស្សជុំវិញខ្លួនកំពុងបង្ហាញធាតុពិតដើម្បីមើលឲ្យបានច្បាស់នៅមនុស្សនិងរឿងរ៉ាវក្នុងលោកដើម្បីឲ្យអ្នកអាចក្លាយជាអ្នកដែលភ្ញាក់រលឹកបានឆាប់រហ័សបំផុតក្នុងលោក